ឥឡូវបងប្អូនណាខ្លះដែលចង់ដឹងថាបងប្អូនមានសុខភាពល្អមានអាយុវែងឬក៏អត់អាចគេចផុតពីជំងឺកាចសាហាវផ្សេងអាចគេចផុតពីគ្រោះអាក្រក់ផ្សេងដែលកើតឡើងជាយថាហេតុឥឡូវបងប្អូនណាខ្លះដែលចង់ដឹងតាបើសិនចង់ដឹងទៅជាមួយខ្ញុំទៅកាន់ app ប៉ាជឺពន្លឺជីវិតទាំងអស់គ្នាដែលប្រើប្រាស់អត់គិតថ្លៃបងប្អូនចូលទៅកាន់ Facebook profile របស់ខ្ញុំទៅគឺឃើញ link ដែលបងប្អូនចូលទៅកាន់ Telegram ដើម្បីឲ្យបងប្អូនអាចទទួលបានកូដចូលប្រើប្រាស់ app ហ្នឹងនៅពេលដែលបងប្អូនចូលទៅកាន់ app ហ្នឹងបងប្អូនវាយថ្ងៃខែឆ្នាំកំណើតពិតប្រាកដទៅថ្ងៃខែឆ្នាំកំណើតនឹងមកកើតពិតប្រាកដណាអាមិនពិតប្រាកដកុំឲ្យវាយចូលមើលអត់ត្រូវទេបងប្អូនចុចលើប៊ូតុងព្យាករណ៍ចាំមួយសន្ទុះវានឹងឃើញតារាងប៉ាជឺមួយក្រោយពីឃើញតារាងប៉ាជឺធ្វើម៉េចទៀតបងប្អូនសម្លឹងភ្នែកទៅខាងក្រោមតារាងគឺនៅកន្លែងតួខែតួថ្ងៃតួម៉ោងសម្លឹងទៅខាងក្រោមដើររកធាតុមួយក្នុងចំណោម3ធាតុហ្នឹងទី1ជំនួយសូរិយាទី2ជំនួយចន្ទ្រាទី3អនុគ្រោះមេឃាបើសិនជាបងប្អូនមានមួយក្នុងចំណោមហ្នឹងបានន័យថាយើងមានសុខភាពល្អយើងមានអាយុវែងបើសិនតែមានកាន់តែច្រើនគឺកាន់តែល្អបានន័យថាយើងមានសុខភាពល្អមានអាយុវែងមែនតើនៅក្នុងការព្យាករណ៍សុខភាពហើយនឹងអាយុសង្ខារនេះគឺគេមានវិធីសាស្ត្រចំនួន5ប៉ុន្តែថ្ងៃនេះគឺខ្ញុំលើកឡើងវិធីសាស្ត្រមួយដែលជាវិធីសាស្ត្រដែលមានអនុភាពធំបំផុតហើយងាយបំផុតសម្រាប់បងប្អូនដែលអាចព្យាករណ៍ត្រូវដល់កម្រិត 95% ត្រូវដល់កម្រិត 95% ណាខ្ញុំឧទាហរណ៍ជាក់ស្ដែងថាតើបុគ្គលណាខ្លះដែលមានធាតុនឹងហើយមានអាយុវែងបងប្អូនស្គាល់ពានរង្វាន់ជ័យលាភីពានរង្វាន់ Nobel ផ្នែករូបវិទ្យាគឺលោកតាឈិននីងយ៉ាងគាត់ទៅចែកឋានប្រហែលថ្ងៃមុនអាយុ103ឆ្នាំគាត់ចែកឋាននៅបជនអាយុ103ឆ្នាំណាហេតុអីបានជាគាត់អាយុវែងបងប្អូនបញ្ចូលថ្ងៃខែឆ្នាំកំណើតរបស់គាត់នៅក្នុងតួថ្ងៃរបស់គាត់គឺគាត់មានជំនួយសូរិយាដោយសារគាត់មានជំនួយសូរិយានឹងហើយបានន័យថាទេវតាចាំថែរក្សាគាត់ថែរក្សាពីជំងឺថែរក្សាពីគ្រោះអាក្រក់ផ្សេងចុះបានគាត់មានបជនវែងបុគ្គលទី2គឺលោកតាវរ៉ាន់ប៊ូហ្វេហើយស្គាល់លោកតាវរ៉ាន់ប៊ូហ្វេមហាសេដ្ឋីលំដាប់ពិភពលោកឥឡូវនេះគាត់បញ្ជន95ប៉ុន្តែកម្លាំងពលៈភិលក្មេងៗមួយចំនួននេះគឺខ្មាស់ហើយបាទភិលបញ្ញាស្មារតីក៏ល្អដែរសុខភាពល្អមែនតើ95ណាបងប្អូន95ហើយមានចំណុចថ្មីល្អមែនតើក្នុងការរកស៊ីធ្វើជំនួយល្អមែនតើដឹងលក្ខណៈពិសេសគាត់កន្លែងណាទេគាត់មានធាតុជំនួយចន្ទ្រានៅក្នុងតួថ្ងៃហើយនឹងអនុគ្រោះមេឃាក្នុងតួមិនដូច្នេះបានជាគាត់មានអាយុវែងខ្ញុំលើកឡើងអញ្ចឹងតិចបងប្អូនមានអាណិតអញ្ចឹងទៅมันត្រូវអាងទេកាលណាមានអាហ្នឹងគឺជាភ័ព្វសំណាងមួយបានន័យថាអាទិទេពផ្ដល់នៅសំណាងឲ្យយើងគឺសុខភាពល្អហើយនឹងអាយុវែងប៉ុន្តែយើងមិនត្រូវអាងទេហើយមិនត្រូវអាងពីព្រោះដើម្បីកំណត់នៅសុខភាពគឺមានកត្តាផ្សេងទៀតកត្តាមួយទៀតគឺកត្តាហ្សែនណាបងប្អូនកត្តាហ្សែនគឺតំណពូជដែលយើងទទួលបានពីឪពុកម្ដាយពីដូនពីតារបស់យើងខ្មែរថាពូជណាពូជណាអាយុវែងគឺអាយុវែងពូជណាអាយុខ្លីគឺអាយុខ្លីគឺដោយសារតែរឿងសុខភាពហ្សែនដែលយើងទទួលបានពីឪពុកម្ដាយរបស់យើងនឹងឯងកត្តាទី2របបអាហារយើងញ៉ាំអាហារមានគុណភាពអត់យើងញ៉ាំគ្រឿងស្រវឹងច្រើនអត់យើងគោរពតាមបទដ្ឋាននៃការញ៉ាំត្រឹមត្រូវអត់អាហ្នឹងបាទមិនច្រើនពេកហើយមិនខ្វះពេកណាកត្តាមួយទៀតគឺកត្តាបរិយាកាសរស់នៅបរិយាកាសដែលយើងធ្វើការកន្លែងហ្នឹងមាន stress ច្រើនអត់យើង stress ច្រើនអត់ហើយមានហុងស៊ុយទឹកខ្យល់ល្អមនោរម្យអត់អីចឹងណាអាហ្នឹងគឺជាការរួមចំណែកធ្វើឲ្យសុខភាពយើងល្អយើងរស់នៅក្នុងប្រទេសមួយដែលអត់សូវមានជាតិពុលអត់មានឧស្ម័នកាបូនដៃអុកសាយច្រើនអញ្ចឹងវាធ្វើឲ្យយើងមានសុខភាពល្អកត្តាមួយទៀតគឺយើងហាត់ប្រាណគឺកត្តាមនុស្សយើងគឺយើងហាត់ប្រាណបាទកត្តាយើងហាត់ប្រាណ
ឈីហុងស៊ុយនិងតារាសាស្ត្រលើទៅកាន់អនាគតដ៏ភ្លឺស្វាង